ឆាក្តៅសាច់មាន់ណាដាក់តកួនអញ្ចឹងមិនឆ្ងាញ់ថែមម្រះព្រៅម្ទេសហឹលទៀតមកឆ្ងាញ់មែនតែនហើយតកួនណាគឺយកតកួនស្រែបងប្អូនយកមកជ្រៀកស្រាងស្រាងអញ្ចឹងមុននឹងយកមកឆាជាមួយសាច់មាន់ណាមកយកតកួនចិនណាអត់ត្រូវជាមួយនឹងឆាក្តៅទេបងប្អូនហើយគ្រឿងផ្សំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងបងប្អូនអាចរៀបចំមើលតាមហ្នឹងណាសម្រាប់ខ្ញុំគឺខ្ញុំដាក់តែប៉ុណ្្នឹងទេហើយរបៀបធ្វើគឺខ្ញុំដាក់ខ្ទះក្តៅដាក់ប្រេងឆាចូលរំលីងខ្ទឹមសឲ្យឡើងឈ្ងុយល្អបន្ទាប់មកគឺខ្ញុំដាក់ស្លឹកក្រូចរំដេងហើយនឹងម្ទេសហ្នឹងលីងឲ្យឡើងឈ្ងុយល្អទៅបន្ទាប់មកគឺខ្ញុំដាក់គល់ស្លឹកគ្រៃចូលណាបងប្អូនរំលីងគល់ស្លឹកគ្រៃជាមួយនឹងរំដេងស្លឹកក្រូចម្ទេសហើយខ្ទឹមហ្នឹងរំលីងឲ្យតតឡើងឈ្ងុយល្អបងប្អូននិយាយទៅរំលីងគល់ស្លឹកគ្រៃនឹងតតឡើងក្រៀមណាហើយចាំយើងដាក់ម្ទេសឆ្អើរចូលបងប្អូនដាក់ម្ទេសឆ្អើររំលីងជាមួយនឹងគ្រឿងក្រៅហ្នឹងណាបន្ទាប់មកចាំយើងដាក់សាច់មាន់ចូលបន្ទាប់ពីដាក់សាច់មាន់ហើយយើងច្បល់ចុះច្បល់ឡើងឲ្យសាច់មាន់ហ្នឹងរាងឆ្អិនតិចសិនណាបងប្អូនមុននឹងយើងដាក់គ្រឿងផ្សំណាច្បល់សាច់មាន់2-3ត្រឡប់ទៅចាំដាក់គ្រឿងផ្សំចូលសម្រាប់គ្រឿងផ្សំអត់មានអីច្រើនទេបងប្អូនគឺដាក់ដូចតរដងហ្នឹងគឺខ្ញុំដាក់ទឹកត្រីប៊ីចេងម្សៅស៊ុបហើយនឹងស្ករសម្រាប់ស្ករគឺខ្ញុំដាក់ស្ករត្នោតណាបងប្អូនដោយសារតែផ្ទះខ្ញុំគឺស្លតែស្ករត្នោតទេច្បល់គ្រឿងផ្សំជាមួយសាច់មាន់ហ្នឹងឲ្យចូលជាតិគ្នាល្អបងប្អូនពេលដែលចូលជាតិជាមួយសាច់មាន់និងគ្រឿងហ្នឹងហើយចាំយើងដាក់ទឹកចូលដាក់ទឹកដើម្បីរំងាស់សាច់មាន់ណាដោយសារតែមាន់នេះគឺខ្ញុំយកមាន់ខ្មែរអញ្ចឹងហើយគឺត្រូវការរំងាស់បន្តិចបានសាច់ឆ្អិនបន្ទាប់ពីដាក់ទឹកហើយគឺខ្ញុំគ្របទុករំងាស់ឲ្យវារហូតតតែសាច់ឆ្អិនណាមើលតែសាច់មាន់ឆ្អិនទឹករៀងនៅខាប់អីហ្នឹងណាបានឆ្ងាញ់ណាបងប្អូនសាច់មាន់ណាគឺយើងឆាត្រឡប់2-3ត្រឡប់ទៀតទៅឲ្យប្រកាសចិត្តថាសាច់មាន់យើងបានឆ្អិនពិតមែនរួចហើយចាំយើងដាក់បន្លែតកួនចូលដោយសារតែតកួនគឺយើងដាក់តែមួយផ្លែតគឺឆ្អិនហើយបងប្អូនឥឡូវសាច់មាន់យើងបានឆ្អិនហើយអញ្ចឹងហើយចុងក្រោយគឺដាក់តកួនចូលបងប្អូនតកួននេះគឺយើងដាក់ទៅឆាមើលតែរៀងតកួនឡើងទន់ហើយគឺតែប៉ុណ្្នឹងគឺឆ្អិនហើយបងប្អូននិយាយទៅបើសិនជាបងប្អូនចូលចិត្តហឹលអីនេះថែមម្ទេសរៀងច្រើនតិចមកហាន់ម្ទេសដាក់ឲ្យច្រើនមកដោយសារតែផ្ទះខ្ញុំមានក្មេងតូចៗចឹងណាចឹងហើយគឺខ្ញុំមិនហ៊ានដាក់ម្ទេសច្រើនទេបើសិនដាក់ម្ទេសច្រើនក្មេងៗញ៉ាំអត់កើតចឹងណាបងប្អូនឆាក្តៅសាច់មាន់នេះជាមុខម្ហូបប្រចាំគ្រួសារខ្ញុំហ្មងនិយាយទៅគឺខ្ញុំអាសាធ្វើញ៉ាំមកដោយសារតែអ្នកផ្ទះខ្ញុំគឺគាត់ចូលចិត្តមែនតើសាច់មាន់និងតកួនបានឆ្អិនរួចរាល់ហើយចុងក្រោយគឺដាក់ម្រះព្រៅចូលណាម្រះព្រៅដាក់ចូលហើយគឺយើងផ្លុតភ្លើងបងប្អូនមិនទុកយូរពេកទេឆាក្តៅសាច់មាន់ជាមួយតកួននេះនិយាយទៅមុខម្ហូបនេះញ៉ាំអត់ចេះទ្រាំទេបងប្អូននិយាយទៅគឺឆ្ងាញ់មែនតើហ្មងអញ្ចឹងបងប្អូនកុំភ្លេចសាកធ្វើញ៉ាំបើសិនជារនឹកមុខម្ហូបអត់ឃើញអីអាចសាកមួយមុខនេះបានធានាថាឆ្ងាញ់ជាប់ចិត្តហ្មងបានញ៉ាំហើយប្រកាសជាចង់ធ្វើញ៉ាំទៀតហើយបើបងប្អូនចូលចិត្តញ៉ាំសណ្តែកដីអាចបន្ថែមរោយជាមួយសណ្តែកដីទៀតក៏ឆ្ងាញ់ដែរបងប្អូនតែបើអត់ចូលចិត្តទេអត់ដាក់ក៏បានដែរអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀត